Bàជំរាបសួរនៅសួស្តីបងប្អូនអរគ្នាអញ្ចឹងយើងមកបន្តនៅវីដេអូតទៀតបាទនៅថ្ងៃមុនខ្ញុំបានបង្ហាញអំពីរបៀបប្រើប្រាស់នៅកម្មវិធីក្នុងការ design ធៀបការអញ្ចឹងបងប្អូនហើយនឹង function ខ្លះបាទប៉ុន្តែនៅថ្ងៃនេះខ្ញុំនឹងប្រាប់អំពីអឺធៀបការថាយើងមានក្រុមហ៊ុនអីខ្លះហើយក្រុមហ៊ុននីមួយៗមានអីខ្លះអញ្ចឹងបងប្អូនអញ្ចឹងសម្រាប់ជាក់ស្ដែងសម្រាប់ខ្ញុំដែលខ្ញុំធ្វើការនៅកន្លែង depot ខាង depot ខ្ញុំមាន4ក្រុមហ៊ុនបងប្អូនមាន AKT MGP MP និង UT បងប្អូនហើយសម្រាប់ក្រុមហ៊ុនធៀបការមានច្រើនមិនមែនមាន4ក្រុមហ៊ុននោះទេគឺមានអឺផ្សេងទៀតមាន Limay VH មាន LP ហើយនឹងហើយច្រើនផ្សេងទៀតបងប្អូនអញ្ចឹងវាអាស្រ័យទៅលើការបង្កើតមកគេហើយនឹងការសុំច្បាប់ចឹងបងប្អូនអញ្ចឹងបើសិនគេចង់បង្កើតក្រុមហ៊ុនអីមួយគឺត្រូវមានការរត់ការសុំច្បាប់សុំអីចឹងណាបងប្អូនអូខេអញ្ចឹងកុំឲ្យខាត់ពេលយូរយើងចូលទៅបន្តទៀតសម្រាប់AKT អញ្ចឹងវាមានតាមឆ្នាំអញ្ចឹងបងប្អូនមួយឆ្នាំគេចាញ់ម៉ូដថ្មីម្ដងអញ្ចឹងបងប្អូនហើយក៏វាមានលេខកូដលេខអីសម្រាប់សម្គាល់ដែរអញ្ចឹងលេខ MGP អីក៏ដូចគ្នាបាទអ្វីបានខ្ញុំឲ្យបងប្អូនស្គាល់អំពីក្រុមហ៊ុនព្រោះដើម្បីងាយស្រួលទៅពេលដែលបងប្អូនរៀនចេះហើយយកទៅអឺរកស៊ីអីបងប្អូនស្គាល់ពីលេខកូដធៀបពេលភ្ញៀវត្រូវការកំងម៉ូតណាយើងអាចទម្លាក់កម្មការកំងទៅខាង depot អញ្ចឹងគេនឹងរៀបចំផ្ញើឲ្យចំនួនប្រហែល100ហើយពណ៌អីអញ្ចឹងបងប្អូនអញ្ចឹងវាមានសារៈសំខាន់សម្រាប់បងប្អូនដែរអញ្ចឹងអូខេអញ្ចឹងបន្តទៀតយើងចូលទៅកាន់បងប្អូនចូលទៅបើកកម្មវិធី Publisher យើងមកហើយអញ្ចឹងបងប្អូនរើសกระดาษមកបាទរើសបញ្ចូលបានបដិក៏បានអញ្ចឹងបងប្អូនអាស្រ័យទៅលើធៀបការរបស់យើងណាមានន័យថាបើសិនយើងមើលទៅធៀបការយើងបញ្ចូលយើងដាក់បញ្ចូលធៀបការយើងបដិដាក់បដិអូខេអញ្ចឹងខ្ញុំឧទាហរណ៍ខ្ញុំយកបដិចុះបាទប៉ុន្តែຂະຫນាតយើងអត់តន់សេរីទេបងប្អូនអញ្ចឹងបងប្អូនចង់សេរីຂະຫນាតបងប្អូនចូល page design មកហើយយើងយក size មកយើងយក A4 landscape បាទហើយសម្រាប់បាទអញ្ចឹងយើងធ្វើការផេះគំរូមកអត់ចេញអូខេចេញទៅសិនវិញមួយនៅបងប្អូនដូចខ្ញុំប្រាប់អញ្ចឹងវាមានទៅតាមពណ៌ដែលក្រុមហ៊ុនគេផលិតពណ៌ខៀវហើយអានេះពណ៌លឿងឬក៏ហៅថាពណ៌មាសអញ្ចឹងហើយមានមួយទៀតពណ៌ក្រហមវាច្រើនមាន3ពណ៌ជាទូទៅដែលក្រុមហ៊ុនផលិតឬក៏អាចមាន4ពណ៌មានពណ៌ប្រាក់មួយទៀតបងប្អូនអូខេអញ្ចឹងសម្រាប់ការ design គឺយើង design ទៅតាមពណ៌ធាតុដែរអញ្ចឹងបងប្អូនបើសិនជាយើងក៏ឆ្លាញ់ពណ៌ខៀវគឺយើងចាប់អាគំរូពណ៌ខៀវហ្នឹងទៅការ design ខ្ញុំសូមបញ្យល់ផ្នែកមួយសិនបងប្អូនសម្រាប់អានេះបាទខ្ញុំយកពណ៌លឿងឬក៏គេហៅថាពណ៌មាសភាសាត្រឹមត្រូវគេហៅពណ៌មាសអញ្ចឹងបងប្អូន
ធ្វើការបរិយអានេះផ្នែកនេះគេហៅថាសាច់ខ្នងបងប្អូនសាច់ខ្នងហ្នឹងវាមានពីរផ្នែកវាមានផ្នែកខាងមុខនិងផ្នែកខាងខ្នងអញ្ចឹងបងអានេះគឺផ្នែកខាងខ្នងសម្រាប់ផ្នែកខាងមុខគឺបាតសទេបងប្អូនគឺសាច់សអញ្ចឹងគេអាចបាន scan ទាំងខាងមុខទេប៉ុន្តែគេអាចយកផ្នែកខាងខ្នងនេះដើម្បីធ្វើជាគំរូធ្វើផ្នែកខាងមុខបានអញ្ចឹងបងប្អូនសម្រាប់ក្រុមហ៊ុនបងប្អូនមើលនេះមានជាប់នៅលើធៀបស្ដេច MGP 168.78ហើយជាបងប្អូនអាចថាមើលមិនដឹងខ្ញុំបរិយបាទនេះ MGP 168.78បាទអញ្ចឹងយើងចូលទៅមើល file folder ដែលខ្ញុំបានបង្ហាញ MGP បាទអញ្ចឹងនេះលេខកូដ MGP 168.78បាទអូខេអានេះសម្រាប់សាច់ក្នុងផ្នែកខាងមុខបាទហើយសម្រាប់ការ design គឺកន្លែងនេះសម្រាប់ធ្វើការដាក់ប្លង់ឬក៏មានជា QR code ឬអាចដាក់ផ្សេងស្រាយលើភ្ញៀវគេកំងប៉ុន្តែបើសិនអត់មានប្លង់ទេគឺយើងអត់បាច់ធ្វើការ design លើផ្នែកនេះទេដោយសារតែកន្លែងនេះវាមានសេចក្តីថ្លែងអំណរគុណច្រើនអញ្ចឹងបងប្អូនប៉ុន្តែបើ mode ខ្លះកន្លែងនេះចំហអញ្ចឹងយើងត្រូវការធ្វើការ design ដាក់រូបកូនក្រមុំដាក់ឈ្មោះកូនរបស់កូនក្រមុំអញ្ចឹងបងប្អូនហើយកន្លែងនេះដាក់ថ្លែងអំណរគុណតែបើសិនគេអត់មានប្លង់តែបើគេមានប្លង់មានផែនទីយើងដាក់ប្លង់ផែនទីឲ្យគេមកបាទនេះផ្នែកទី1ផ្នែកសាច់ខាងមុខខាងខ្នងណាអញ្ចឹងចុះសាច់ខ្នងនៅណាអញ្ចឹងខ្ញុំធ្វើការបង្កើត page មួយទៀតដើម្បីបងប្អូនបង្កើត page បងប្អូន right click លើវាមកបងប្អូន insert new page ប៉ុន្តែបើសិនជាបងប្អូនចង់បាន page ដែលមានរូបនេះមានន័យថាក្នុង page ទី1ដែលយើងចង់បង្កើតនឹងចង់បានដូច page ទី1យើងធ្វើការ insert duplicate មានន័យថាយើង copy បាទ copy page ហ្នឹងអញ្ចឹងនៅលើ page ហ្នឹងមានអីគឺ page មួយទៀតដែលយើង duplicate គឺមាននឹងបាទតែខ្ញុំធ្វើការ insert page ថ្មីខ្ញុំធ្វើការ OK មកហើយធ្វើការលើកទៅលើទៅចុះបាទលើកលើចុះហើយសម្រាប់សាច់ខ្នងបាទដោយសារតែគេឲ្យបាន scan ចឹងខ្ញុំសូមចូលទៅយកគំរូសាច់ខ្នងបាទបងប្អូននេះសាច់ខ្នងបាទតែការចងគ្រប់សិនខ្ញុំ copy បាទកាន់ page នេះមក Ctrl V មកបាទអញ្ចឹងយើងបានសាច់ខ្នងហើយបងប្អូនអញ្ចឹងសាច់ខ្នងគឺគេយកនេះទីមកគេយកគំរូប៉ុណ្ណាអានេះសាច់ផ្នែកខាងខ្នងនេះសាច់ខ្នងញើអានេះផ្នែកខាងមុខនេះសាច់ខ្នងមានន័យថាមកខាងដែលមានសហ្នឹងដែលអត់មានក្បាច់មានអក្សរទាំងអស់អក្សរលាតហ្នឹងគឺគេដាក់នេះចូលបាទអញ្ចឹងបងប្អូនធ្លាប់ឃើញហើយធៀបការវាមានអញ្ចឹងមានផ្នែកខាងខ្នងហើយនិងផ្នែកខាងមុខនៃសាច់ខ្នងអញ្ចឹងដើម្បីធ្វើគំរូទៅរកបានគេត្រូវធ្វើការវាស់អានេះដោយសារតែគេវាស់ហើយខ្ញុំគ្រាន់តែថាធ្វើឲ្យបងប្អូនមើលយល់អញ្ចឹងណាអញ្ចឹងការវាស់របស់គេគឺគេលៃទៅម៉េចឲ្យគេមាននៅសល់ស្មើគ្នាអញ្ចឹងបងនេះគេនេះគឺគេមិនដាក់អឹបពេកទេអញ្ចឹងយើងលៃទៅម៉េចឲ្យសល់ស្មើដូចអាក្បាច់ផ្នែកខាងមុខនេះផ្នែកខាងក្នុងនៃសាច់ខ្នងអញ្ចឹងយើងលៃមកបាទតែយើងមិនទាន់ស្មើទេយើងទាញតិចមកអញ្ចឹងឲ្យហ្គេមនេះវានៅស្មើអញ្ចឹងស្មើនេះខ្ញុំទាញនេះចាញ់
នេះមានតែស្មើចេះអាគេមចេះចេះមកឲ្យវាសល់ space ឲ្យវាសល់គេមក្បែរសងខាងប្រហែលជា1 សង់ទីម៉ែត្រក៏បានដែរបងប្អូនហ្នឹងហើយចឹងដល់គេមយកប៉ុណ្្នឹងមកយកប៉ុណ្ណាគំរូសាច់ផ្នែកខាងមុខនេះផ្នែកខាងសាច់ក្នុងហ្នឹងក៏បានដែរបាទប៉ុណ្ណឹងល្មមស្អាតបាទបើយើងទាញមកកឹបពេកវាអត់ស្អាតទេបងប្អូនហើយពេលខ្លះអាច print ទៅវាដាច់បាទអញ្ចឹងនេះវាមាន3ផ្នែកអញ្ចឹងបងប្អូនសម្រាប់ធៀបការវាមាន3ផ្នែកអានេះសាច់ក្នុងអានេះផ្នែកខាងក្នុងនេះសាច់ក្នុងបាទនេះសាច់ក្នុងសាច់ខាងមុខណាអាមកខាងមុខណាបងប្អូនអូខេហើយមួយទៀតគឺស្រោមក្រៅបងប្អូននេះស្រោមក្រៅនេះគឺយើងធ្វើការ design ដូចគ្នាកន្លែងនេះយើងអាចដាក់ឈ្មោះកូនកន្លះមកហើយកន្លែងនេះថ្ងៃទីម៉ោងវេលានៃទទួលភ្ញៀវហើយទីតាំងអីមកបាទខ្ញុំទៅ copy គំរូអស់ជានេះកន្លែងនេះគឺសម្រាប់ដាក់ចឹងបងប្អូននេះយើង design ចូលអញ្ចឹងនេះយើង design អញ្ចឹងមកបាទយើងលៃតាមនឹងមកដោយសារតែយើង copy ឆ្លង page អញ្ចឹងវា load space load paragraph បាទអត់ជាបញ្ហាទេបងប្អូននៅវីដេអូក្រោយខ្ញុំនឹងបង្ហាញអំពីរបៀបសេរីតាមក្រោយតែវីដេអូនេះខ្ញុំអឺបង្ហាញអំពីផ្នែកផ្សេងនៃដំណើរការនៃការធ្វើធៀបការអញ្ចឹងបងប្អូនមានប្រមាណផ្នែកមានប្រមាណមុខអញ្ចឹងបងប្អូនអូខេអញ្ចឹងប៉ុណ្ណឹងរួចបាទហើយសម្រាប់អាសាច់ក្នុងយើងមានហើយបើសិនគេមានផែនទីបាទឧទាហរណ៍តែគេមានផែនទីតែខ្ញុំថាអញ្ចឹងគឺកន្លែងនេះផ្នែកខាងក្នុងសាច់ក្នុងគេទុកដាក់ផែនទីអញ្ចឹងគេទុកសម្រាប់គូផែនទីចូលអញ្ចឹងបងប្អូនដើម្បីបញ្ជាក់ទីតាំងផ្ទះផ្កាហើយគេអាចដាក់ QR code អីចឹង QR code map ក៏បាន QR code អឺសម្រាប់ចងដៃក៏បានដែរ QR code ធនាគារអញ្ចឹងបងប្អូនអានឹងអាស្រ័យលើម្ចាស់ការគាត់កូនមុំគាត់ស្រឡាញ់គាត់ចង់បានគាត់តម្រូវការរបស់គាត់អញ្ចឹងយើងធ្វើការ design ឲ្យគាត់បាទហ្នឹងហើយបងប្អូនវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេបាទជាអឺការបង្ហាញត្រួសបងប្អូនស្វែងយល់ត្រួសទៅបើងាយស្រួលយើងចូលទៅវីដេអូថ្មីទៀតយើងកាន់តែយល់ហើយបងប្អូនបាទណាអរគុណច្រើនបាយបាយ